សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដោយដែលបងប្អូនជនរួមជាតិបានជ្រាបស្រាប់ហើយថារាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដីទាំងព្រំដែនគោកទាំងព្រំដែនសមុទ្រតាមមធ្យោបាយការទូតដោយសន្តិវិធីនិងដោយផ្អែកលើច្បាប់អន្តរជាតិនៅក្នុងចំនួនព្រំដែនជាមួយប្រទេសថៃថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញជូនបងប្អូនជនរួមជាតិជ្រាបអំពីជំហរសន្តិវិធីនិងច្បាស់លាស់របស់កម្ពុជាដូចតទៅទី1ជំហរដោះស្រាយព្រំដែនសមុទ្រជាថ្មីម្ដងទៀតថ្ងៃនេះកម្ពុជាសូមសម្ដែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃពេលនេះកំពុងពិភាក្សាអំពីការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001រវាងកម្ពុជាថៃឬហៅថា MOU 2001ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជាថៃខណៈដែលកម្ពុជាតែងតែផ្ដល់អត្ថប្រយោជន៍ដល់យន្តការទ្វេភាគីស្របតាមអនុសារណៈនៃការយោគយល់គ្នាមួយនេះអស់រយៈពេលជាង25ឆ្នាំមកហើយអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001នេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានិងបញ្ជាក់ឲ្យឃើញពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុឆន្ទៈរវាងភាគីទាំងពីរការដកខ្លួនដោយឯកតោភាគីចេញពី MOU 2001គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់អស់រយៈពេលជាង2ទសវត្សរ៍កន្លងមកនេះដូច្នេះបើទោះបីជាថៃដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នានេះកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិនិងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីដដែលក្នុងន័យនេះកម្ពុជាគ្មានជំរើសអ្វីក្រៅតែពីពឹងផ្អែកលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលហៅកាត់ថា UNCLOS ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ភាគីរដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិជំរឿសរបស់កម្ពុជាបែបនេះឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរបានសម្រេចនៅដំណោះស្រាយមួយដោយយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិហើយដែលនឹងអនុញ្ញាតឲ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខយូរអង្វែងទី2ជំហរដោះស្រាយបញ្ហាព្រំដែនគោកអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពកម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនៅបទឈប់បាញ់ក៏ដូចជាស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមកក្នុងន័យនេះកម្ពុជាប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុតដើម្បីកាត់បន្ថយភាពតានតឹងនិងបង្កបរិយាកាសសម្របសម្រួលឈានឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាកម្ពុជាគ្រប់គ្រងពេញទំហឹងនៅអាណត្តិនិងទូនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នេះឲ្យមានប្រសិទ្ធភាពទន្ទឹមនឹងនោះកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការពីខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនអនុចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ Uti Possibility Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានារយៈពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ